ធ្វើជាមនុស្សប្រុសត្រូវតែក្លាហានណាស់បើលោកមិនក្លាហានទេលោកគ្មានថ្ងៃបានមនុស្សដែលលោកស្រឡាញ់ទេលោកត្រូវធ្វើឲ្យកេសរអស់ខ្លួនជាមួយលោកដល់ពេលនោះទោះចាំមិនចាំក៏អ្នកមិនអាចប្រកែកបានដែរថាមិនយកលោកបានទៀតនោះនៅស្គមតែឡើងខ្ញុំទៅឯងនេះបើមិនប្រដៅខ្លាំងនោះទេឯងមិនស្គាល់អ្វីដែលខ្ពស់ទៀតនោះទេទៅទេខ្លាំងមានតែអ្នកល្ងងទេដែលមើលមិនដឹងថាពួកគេមានចិត្តទៅលើគ្នានោះគ្រួសារពួកឯងនឹងគ្មានក្តីសុខនោះទេខ្ញុំដាក់បណ្ដាសាបែបនេះឲ្យសពនឹងទៅធ្វើដល់ពួកឯងបានធ្វើឲ្យខ្ញុំជឿចាំងលោកក៏ដឹងស្រីក្មេងស្អាតដូចជាខ្ញុំនេះសំតែនៅជាមួយប្រុសក្មេងសាច់ណែនដូចជាលោកដេកអោបមនុស្សកញ្ចាស់សាច់ជ្រាយដូចជាបបននោះគិតថាខ្ញុំមានក្តីសុខតាមណាទេបើលោកជាមួយខ្ញុំនោះពួកយើងនេះមួយរយៈនេះលោកស្រីប្រហែលជាមិនពិបាកទេពីព្រោះការងារយប់កូនលាក់ជំនួសបានទាំងស្រុងហើយនោះអាណិតដែរនឹងណាញ់ប៉ុន្តែមិនដឹងធ្វើយ៉ាងម៉េចពីព្រោះលោកស្រីនេះក៏កញ្ចាស់ងៅទៅហើយស៊ូជាមួយក្មេងមិនបានទៅមកបន្តភាពរបស់យើងទៀតមិនថាកេសរនាងខំគិតមិនចង់រៀបការជាមួយវិទូបែបណានោះទេក៏នាងមិនអាចជំទាស់នឹងបំណងពុកម៉ែនាងបានទេតើពិធីរវាងកេសរនិងវិទូអាចកើតឡើងដែរទេនោះខណៈពេលដែលកេសរនាងគ្មានចិត្តលើវិទូសោះតែចំពោះមនុស្សដែលនាងមានចិត្តទៅលើគេវិញបែរជាមិនស័ក្តិសមជាមួយគ្នាទៅវិញតើនេះជាកម្មពីឬយ៉ាងណាបានចោលពួកគេមកជប់រឿងបែបនេះសាច់រឿងទៅមុខនឹងទៅជាបែបណាទៀតនោះយើងចូលភាពបន្តទៀតនេះតើខ្ញុំពិតជាត្រូវរៀបការជាមួយវិទូពិតមែននេះហេតុអីក៏វាសនារបស់ខ្ញុំកំណត់ឲ្យខ្ញុំមកជប់បែបនេះមនុស្សដែលស្រឡាញ់ប៉ុន្តែបើជាមិនអាចស្រឡាញ់បានវណ្ណៈគ្រួសារបានខំខាំពួកយើងបាត់ទៅហើយមួយវិញទៀតអារម្មណ៍បែបនេះតើខ្ញុំមានតែម្នាក់ឯងមែនទេតើគេមានអារម្មណ៍ដូចដែលខ្ញុំមានទៅលើគេដែរទេគឺជាស្ត្រីនោះមានចិត្តលើគេបែបណាក៏បានត្រឹមតែទុកក្នុងចិនមិនអាចនិយាយប្រាប់បានពីព្រោះដឹងថាមិនសមណាមួយឋានៈគ្រួសារខុសគ្នាឆ្ងាយណាស់តើជាកម្មអ្វីរបស់ខ្ញុំទេឲ្យមកជួបជំពាក់ជាមួយមនុស្សដែលមិនស័ក្តិសមជាមួយគ្នានោះនៅជាតិនេះយើងគ្មានវាសនាជាមួយគ្នាទេមែនទេឲ្យចិត្តអើយចិត្តឈប់កឹកឈប់សម័យតែគេមិនបានមានចិត្តលើយើងដូចតែយើងមានចិត្តទៅលើគេនោះទេណាមួយគេនៅខ្ពស់ណាស់គ្រួសារគេបានហាមឃាត់គេមិនឲ្យមកជួបយើងទៀតនោះទេវាសំហើយតែតែបែបនេះបើមិនបានជួបរហូតកាន់តែល្អព្រោះខ្ញុំមិនចង់លងចិត្តកាន់តែជ្រៅជាងនេះទៀតនោះទេបែបនេះល្អហើយយើងជាកម្មករតូចតាចរឿងអីដែលគេត្រូវមកខ្វល់ជាមួយយើងនោះបើខ្ញុំនៅតែបែបនេះតើខ្ញុំអាចហាមឃាត់ចិត្តខ្លួនឯងមិនឲ្យឆ្លៃនៅនឹងគេសបានមិនទេទោះមកខ្ញុំនិយាយដដែលថាខ្ញុំមិនបានគិតអីទេតែក្នុងចិត្តខ្ញុំបានឆ្លៃនៅនឹងគេសរួចទៅហើយកុហកគេបានកុហកខ្លួនឯងមិនបាននោះទេខ្ញុំនៅទីនេះបានទីដែរទេបើតែបែបនេះនោះពុកម៉ែអើយឬក៏ខ្ញុំត្រូវចេញពីទីនេះមែនទេទើបខ្ញុំអាចគិតចិត្តបាត់នោះទោះគេមិនបានដឹងថាខ្ញុំគិតបែបណាទៅលើគេតែខ្ញុំពិតជាពិបាកត្រង់នឹងអារម្មណ៍បែបនេះណាធ្វើជាមនុស្សប្រុសត្រូវតែក្លាហានណាស់បើលោកមិនក្លាហានទេលោកគ្មានថ្ងៃបានមនុស្សដែលលោកស្រឡាញ់ទេលោកត្រូវធ្វើឲ្យកេសរអស់ខ្លួនជាមួយលោកដល់ពេលនោះទោះចាំមិនចាំក៏អ្នកមិនអាចប្រកែកបានដែរថាមិនយកលោកបានទៀតនោះកេសរខ្ញុំនឹងធ្វើនេះខ្លាចជារបស់ខ្ញុំឲ្យទៅតែបានយប់នេះជាយប់ដែលពួកយើងមានក្តីសុខជាមួយគ្នាមកតែយប់នេះខ្ញុំមានអារម្មណ៍ថាដូចជារសាប់រសើយ៉ាងនេះដូចជាចម្លែកក្នុងចិនកែងក៏មិនលក់សាំងថ្មតែហើយនេះខ្ញុំគិតច្រើនពេកមែនទេមែនហើយរឿងវាបំរុងនឹងកើតនោះគឺកងតកើតទេនៅទីបំផុតខ្ញុំក៏ត្រូវរៀបការជាមួយវិទូដដែលគ្មានអ្វីអាចកែប្រែបានអេគឺជាសម្លេងអ្វីនឹងអ្នកណាគេវិទូនេះតើលោកចង់មកបន្ទប់ខ្ញុំធ្វើអីទេអូនគួរតែដឹងក្នុងចិត្តហើយថាបងមករកអូនធ្វើអីនោះនេះប្រងលេងល្បិចជាមួយខ្ញុំដល់ពេលណាទៀតទេហើយក៏ចង់បញ្ជាពេលភ្ជាប់ពាក្យរៀបការជាមួយគ្នាដល់ពេលណាទៀតវិទូឆាប់ចេញពីបន្ទប់ខ្ញុំភ្លាមណាស់បើមានគេមកឃើញខ្ញុំមិនល្អនោះទេនៅពេលនេះជាពេលយប់ណាស់លោកចង់មកធ្វើអីទេខ្ញុំចង់ដឹងណាស់ថាបើនាងខ្លាចជារបស់ខ្ញុំហើយនោះតើនាងនឹងប្រកែកមិនចង់រៀបការជាមួយខ្ញុំទៀតបានដែរទេខ្ញុំមិនអាចចាំបានទៀតនោះទេមិនអាចចាំភាពមិនច្បាស់លាស់របស់នាងបានទៀតនោះទេយប់នេះខ្ញុំនឹងធ្វើឲ្យនាងខ្លាចជាប្រពន្ធខ្ញុំឲ្យទៅតែបានកុំណាស់កុំធ្វើអីប្រដេប្រដែរសាំងឆាប់ចេញពីបន្ទប់ខ្ញុំភ្លាមទេបើមិនចង់ឲ្យរឿងវាធំជាងនេះនោះក៏មកធ្វើទង្វើបែបនេះខ្ញុំមិនចូលចិត្តទេបើខ្ញុំមិនធ្វើបែបនេះតើនាងនឹងព្រមរៀបការជាមួយខ្ញុំដែរទេនេះខ្ញុំតាមឆ្លៃយូរហើយតែនាងនៅតែព្យាយាមប្រកែកនេះខ្ញុំមិនល្អត្រង់ណាមែនទេខ្ញុំមិនស្មាននឹងអកញ្ចែនោះមែនទេមិនគេនឹងចូលចិត្តវាម្លេះបានហើយខ្ញុំមិនចង់និយាយជាមួយលោកទៀតទេលោកឆាប់ចេញពីបន្ទប់ខ្ញុំភ្លាមទេបើលោកមិនចេញខ្ញុំនឹងស្រែកឲ្យគេជួយហើយដល់ពេលនោះតើនឹងមានរឿងអីកើតឡើងទេស្រែកឲ្យគ្រប់គ្នាបានដឹងថាយើងមានអីជាមួយគ្នាខ្ញុំក៏ចង់បានបែបនេះដែរនឹងការមករៀបការឆាប់ៗនោះ
បើនាងអស់ខ្លួនជាមួយខ្ញុំហើយនោះតើនាងនឹងប្រកែកទេដែរទេគេសព្រមជាមួយខ្ញុំតាមសម្រួលទេចាញ់ទេនេះខ្ញុំបានព្រមជាមួយពុកម៉ែហើយគ្រាន់តែសុំពេលបន្តិចសិនមកក៏លោកធ្វើបែបនេះបើលោកនៅធ្វើចរិតពីលនិយាយមិនស្ដាប់គ្នាបែបនេះខ្ញុំនឹងប្រាប់ដល់ពុកម៉ែថាខ្ញុំមិនព្រមរៀបការជាមួយលោកនោះទេនាងចង់ខ្ញុំរងចាំភាពមិនច្បាស់លាស់របស់នាងមែនទេតែមិនអីទេយ៉ាងណាក៏ជប់នេះនាងជារបស់ខ្ញុំហើយគេសព្រមតាមសម្រួលទេនៅស្គមតែឡើងខ្ញុំទៅគេសកុំរើណាជប់នេះនាងជារបស់ខ្ញុំហើយជួយខ្ញុំផងនៅស្គមឡើងខ្ញុំទៅឡើងខ្ញុំស្កាត់មកតែនេះនំឡើងខាងចូលក៏ពិបាកដែរឆាប់បាត់មកខ្ញុំតែឡើងប្រាប់ថាឡើងខ្ញុំទៅគេសចង់តាណាហ្នឹងនេះគឺថារត់រួចមែនទេហើយមកក៏គ្មានអ្នកលើបែបនេះជួយផងជួយខ្ញុំផងជួយខ្ញុំផងដូចជាមានសម្លេងមនុស្សស្រីឲ្យជួយឬក៏ក្នុងផ្ទះធំរឿងអីទេដែរហានៅគេសកាមេរ៉ាជួយខ្ញុំផងទេជួយខ្ញុំផងវិទូគេឈប់សិនគេសអាកាមេរ៉ាឯទៀតឲ្យមែនទេនេះតែមានរឿងអីទេមិនក៏នៅគេសរត់ចេញពីផ្ទះធំបែបនេះលើវិទូលើធ្វើអីនៅគេសមែនទេមិនជារឿងរបស់អ្នកបំរើដូចចៃទៅទេជារឿងខ្ញុំណាគេសជារឿងប្តីប្រពន្ធចឹងទេឯងក៏មិនចេះហើយឆាប់ចេញពីមុខចឹងទេអត់ទេអ្នកណាជាប្រពន្ធលោកទេមនុស្សបែបនេះកុំគិតថាខ្ញុំនឹងយកលោកធ្វើជាប្តីអាសាខ្ញុំនឹងប្រាប់ពុកម៉ែពីទង្វើដែលលោកធ្វើមកលើខ្ញុំតទេនឹងគ្មានពិធីរវាងខ្ញុំនិងលោកនោះទេនេះតើគេធ្វើដល់នេះទេមានរឿងអីមែនទេគឺគេចង់ចាប់បង្ខំខ្ញុំវិទូខ្ញុំមិននឹកស្មានថាលោកជាមនុស្សបែបនេះខ្ញុំនឹងប្រាប់ពុកម៉ែពីរឿងដែលលោកចង់អំពាវនាវខ្ញុំហើយស្អែកនេះសូមលោកត្រឡប់ទៅផ្ទះលោកវិញចឹងហើយចុះទង្វើដែលគេសបានធ្វើមកលើគ្រួសារខ្ញុំនោះគិតថាខ្លួនឯងជាមនុស្សបែបណាទេឲ្យពុកម៉ែខ្ញុំខកដំណើរធ្វើអ្វីតាមតែចិត្តខ្លួនឯងខ្ញុំនេះទៅរំនឹងសម្រាប់ជាមួយនាងបែបណាទេចុះខ្ញុំបានប្រាប់លោកហើយថាខ្ញុំមិនបានស្រឡាញ់លោកទេប៉ុន្តែលោកនៅតែជំនះខ្ញុំប្រាប់លោកនេះទោះបីជាលោករៀបការជាមួយខ្ញុំនោះក៏លោកបានត្រឹមតែខ្លួនខ្ញុំនោះទេចំណែកអាចចិត្តខ្ញុំវិញនោះមិនបានស្រឡាញ់លោកទេដែលខ្ញុំព្រមនោះក៏ព្រោះតែទូនាទីប៉ុន្តែបើសិនពុកម៉ែគាត់ដឹងថាលោកធ្វើទង្វើបែបនេះដាក់ខ្ញុំនោះលោកទាំងពីរនឹងប្រាប់ឲ្យខ្ញុំរៀបការជាមួយលោកដែរទេមិនថាយ៉ាងណាទេនាងត្រូវតែជារបស់ខ្ញុំមនុស្សសេរីណាដែលខ្ញុំចង់បានហើយនោះមិនអាចគិតពីដែលខ្ញុំបាននោះទេអាខេបរិតឯងចេញពីមុខចេញទេមិនមែនជារឿងកញ្ចេះដូចឯងនោះទេមនុស្សប្រុសដែលចង់បានមនុស្សស្រីដែលធ្វើទៅធ្វើថោកទេបែបនេះនោះវាជារឿងស្មោកគ្រឹះបំផុតពិសេសបើមនុស្សស្រីគេមិនព្រមហើយនោះនៅតែមកក្រាស់ទេពិតជាថោកទេដែរអាខេបរិនឯងគ្មានសិទ្ធិមកថាជាបែបនេះទេណាឯងជាកញ្ចេះគេទេណាហ៊ានសម្ដែងធម្មតាជាបែបនេះផងមែនទេយ៉ាងណាក៏ល្អជាងមនុស្សដែលមានឋានៈយស័ក្តិប៉ុន្តែចេះបានត្រឹមតែធ្វើរឿងស្មោកគ្រឹះខ្ញុំគិតថាខ្ញុំសម្រេចចិត្តត្រូវហើយដែលតាំងពីដំបូងខ្ញុំមិនយកលោកនោះពីព្រោះលោកជាមនុស្សបែបនេះការពេលវាណាស់មែនទេឬមកពីគេសល់ឆ្លាញ់វាមែនទេទើបចេញមុខការពេលកញ្ចប់បែបនេះនោះស្មានតែខ្ញុំមិនដឹងមែនទេមនុស្សស្រីថ្លៃថ្នូរតែបើជាមកឆ្លាញ់តែបំរើខ្លួនឯងឬដល់តែខ្មាស់គេដល់នោះលើកមកមើលគ្រួសារណាអ្នកលោកឈប់ណាពួកយើងគ្មានទំនាក់ទំនងស្នេហាអីជាមួយគ្នានោះទេលោកនិយាយអីត្រូវចេះឲ្យតម្លៃអ្នកនេះគេសល់ផងណាចឹងហើយតាលោកក៏ចូលដល់មុខលោកម្ចាស់លោកស្រីផងទេឯងនេះបើមិនប្រដៅខ្លាំងនោះទេឯងមិនស្គាល់អ្វីដែលខ្ពស់ទៀតនោះទេទៅទេខ្លាំងណាស់មែនទេនេះលោកហើយគិតថាខ្ញុំឲ្យលោកបាយសួរមែនទេបានហើយចុះបាយគ្នាទេវិទូកាមេរ៉ាចុះបាយគ្នាទេវិទូកាមេរ៉ាហើយមានអីដែរចុះលឹមណានេះគេសោះលោកវិទូអត់ខ្មើកាមេរ៉ាមានរឿងអីទេមានតែទៅកូនគេសោះមិនក៏ហៅពុកម៉ែនឹងក្មួយវិទូមកជុំគ្នាបែបនេះឬមួយកូនព្រមរៀបការជាមួយក្មួយវិទូហើយមែនទេលោកពុកក៏សួរក្មួយដល់សានល្អរបស់លោកពុកទេថាគេបានធ្វើអ្វីខ្លះចំពោះខ្ញុំនោះវិទូលោកនិយាយទេនេះតើមានរឿងអីទៅក្មួយវិទូគ្មានអីទេគ្រាន់តែជាការចូលច្រឡំតែប៉ុណ្ណោះអូនគេសោះធ្វើដូចជារឿងធម្មតាគ្មានរឿងអីចឹងមែនទេលោកចូលមកក្នុងបន្ទប់ខ្ញុំតិចយំគិតមិនល្អមកលើខ្ញុំគិតថារឿងជារឿងតូចតាចមែនទេមានរឿងអីកាត់ឡើងទៅក្មួយវិទូពិតដូចជាអ្វីដែលកូនគេសនិយាយមែនទេ
គឺខ្ញុំគ្រាន់តែចូលទៅធម្មតាមិនបានគិតធ្វើលើនាងនោះទេខ្ញុំគ្រាន់តែមានរឿងចង់និយាយជាមួយនាងចង់បញ្ជាក់ច្បាស់ថានាងពិតជាព្រមរៀបការជាមួយខ្ញុំមែនឬក៏អត់ព្រោះនាងឲ្យខ្ញុំចាំខ្ញុំគ្រាន់តែចង់បញ្ជាក់ជាមួយនាងតែនាងបែរជាគិតថាខ្ញុំគិតមិនល្អទៅលើនាងទៅវិញហើយចុះមិនក៏មិននិយាយគ្នាពេលថ្ងៃទៅមិនក៏ចូលក្នុងបន្ទប់កូនកេសរទាំងយប់បែបនេះបើមានគេឃើញនោះគេនឹងគិតបែបណាមកលើកូនកេសរទៅលោកពូក៏ដឹងថាថ្ងៃនេះខ្ញុំទៅត្រឡប់ទៅផ្ទះវិញហើយខ្ញុំគ្មានពេលនិយាយជាមួយអូនកេសរនោះទេអញ្ចឹងហើយខ្ញុំក៏ឆ្លៀតទៅនិយាយជាមួយនាងនៅពេលយប់ខ្ញុំគ្មានគំនិតមិនល្អទៅលើនាងទេមិនប៉ិនលោកបាននិយាយយ៉ាងច្បាស់ថាលោកនឹងចាប់ខ្ញុំបង្ខំខ្ញុំបានលោកបានខ្ញុំហើយលោកក៏ថាខ្ញុំមិនអាចប្រកែកជាមួយលោកបានទេរឿងនេះខ្ញុំក៏មានសាកសីដែរកេសរនេះព្រោះតែនាងមិនចង់រៀបការជាមួយខ្ញុំមែនទេទើបបានជានាងប្រឌិតរឿងចាប់ប្រកាន់ខ្ញុំបែបនេះនោះខ្ញុំមិនទៅធ្វើរឿងបែបនេះទៅទេមុខវត្តគ្រួសារខ្ញុំខ្ពស់ណាស់ខ្ញុំមិននឹងអាចធ្វើរឿងបែបនេះបានទេមិននឹកស្មានថាលោកគឺជាមនុស្សដែលគ្មានទំនួលខុសត្រូវលើអ្វីដែលខ្លួនបានធ្វើសោះលោកពុកអ្នកម៉ៃខ្ញុំនិយាយជាការពិនយប់មិញនេះគេចាប់បន្ទប់ខ្ញុំទាំងកណ្ដាលយំគិតចង់ចាប់បង្ខំខ្ញុំប៉ុន្តែខ្ញុំរត់ចេញមកបានរឿងនេះខាមរិនក៏អាចធ្វើជាសាកសីបានដែរនាងគិតតែខ្លួនឯងចាប់ពួកខ្ញុំគ្មានកំណត់បែបនេះទេដល់ពួកណាមីងកេសរនាងប្រឌិតទាំងអស់ខ្ញុំគ្រាន់តែចូលទៅនិយាយធម្មតាព្រោះគិតថាថ្ងៃស្អែកខ្ញុំគ្មានពេលនិយាយជាមួយនាងទៀតនោះទេឈប់សិនមិញនេះកូនកេសរនិយាយពីខាមរិនក៏ដឹងរឿងនេះដែរមែនទេមិនបានជាពាក់ព័ន្ធនឹងគេដែរកូនកេសររឿងនេះបែបណាវិញទេគឺការប្រយុទ្ធមិញនេះវីទូគេចាប់បង្ខំខ្ញុំក៏រត់គេទេក៏ទៅជួបជាមួយខាមរិនរឿងនេះខាមរិនគេក៏ដឹងខ្ញុំនិយាយសុទ្ធតែជាការពិនវីទូពេលនេះខ្ញុំដឹងថាលោកជាមនុស្សបែបណាហើយតើវិធីរៀបការរបស់ខ្ញុំនឹងលោកនោះគ្មានថាអាកាសឡើងបានទេខ្ញុំមិនអាចយកអនាគតខ្ញុំទៅផ្ញើជាមួយមនុស្សដូចលោកទេហើយខាមរិនមកជួបខ្ញុំឲ្យលើកទេខាមរិនលោកនិយាយទេថាលោកបានដឹងរឿងអ្វីខ្លះកាលពីយប់មិញវីទូគេបាននិយាយអីខ្លះកាលពីយប់មិញនេះខ្ញុំបានជួបនាងនៅខាងក្រៅកំពុងតែរត់គេចពីលោកវីទូនាងបាននិយាយថាលោកវីទូតាមចាប់បង្ខំនេះខ្ញុំក៏បានជួយនាងក្នុងរឿងនេះមិនពិតឯងប្រឌិតទាំងអស់ខ្ញុំមិនបានធ្វើឲ្យអូនកេសរនោះទេខ្ញុំប្រាប់ហើយថាខ្ញុំគ្រាន់តែទៅនិយាយធម្មតាតែមកពីនាងទេដែលភ័យរត់ចេញមកក្រៅដោយខ្លួនឯងនោះតើលោកហ៊ានស្មាត់ដែរទេថាលោកមិនមានបំណងធ្វើអ្វីលើខ្ញុំនោះបើខ្ញុំមិនរត់គេចឲ្យគេជួយទេម្ល៉េះហើយពេលនេះលោកបានធ្វើអ្វីខ្លះមកលើខ្ញុំទេលោកពុកអ្នកម៉ៃត្រូវតែជឿខ្ញុំណាស់ពីព្រោះខ្ញុំជាកូនលោកទាំងពីរអ្នកនាងកេសរនិយាយសតតែជាការពិតទាំងអស់ព្រោះចំណេញនេះលោកវិទូក៏បាននិយាយនៅចំពោះមុខខ្ញុំនឹងអ្នកនាងកេសរដែរថាលោកត្រូវតែចុកអ្នកនាងកេសរឲ្យបានលោកវិទូមិនសប្បាយចិត្តចំពោះអ្នកនាងកេសរដែលបញ្ជាពេលភ្ជាប់ពីរៀបការហើយគាត់ថាបើគេយកខ្លួនអ្នកនាងបាននោះចង់មិនចង់អ្នកនាងកេសរត្រូវតែរៀបការជាមួយគេពីនេះលោកជាអ្នកនិយាយដោយខ្លួនឯងទេណាមិនពិតនេះពួកឯងខកមួយបកាច់ជើងហើយនេះរូបតែគ្នាធ្វើបាបខ្ញុំមែនទេតាមពិតដែលកេសរមិនចង់រៀបការជាមួយខ្ញុំនោះព្រោះតែកេសរនឹងវានេះឆ្លៃគ្នាមែនទេលោកពូណាមីងឲ្យដឹងផងតែថារវាងកូនប្រុសដែលមានឋានៈខ្ពង់ខ្ពស់និងអាបោបំរាមអ្នកនេះលោកពូណាមីងជឿណាស់ទេខ្ញុំមានឋានៈខ្ពង់ខ្ពស់ណាស់គិតថាខ្ញុំទៅធ្វើរឿងដែលដោយពួកគេនិយាយមែនទេពូគ្មានថ្ងៃឲ្យកូនរបស់ពូទៅយកមនុស្សថ្នាក់ទាបធ្វើជាប្តីនោះទេតែចំពោះរឿងដែលកូនកេសរនិយាយថាក្មួយគិតប៉ងមិនល្អទៅលើកូនកេសរនោះក្មួយចង់ដឹងដែរទេថាពូជឿឬក៏អត់នោះលោកពូប្រកាសជាមានការគិតបានល្អល្អមិនជាពាក្យដែលពួកគេប្រឌិតនោះទេយ៉ាងណាក៏ខ្ញុំគ្មានថ្ងៃធ្វើបែបនេះដាក់អូនកេសរដែរតែពូជឿកូនពូឬបែបនេះនាងមិនចុកមកនិយាយលេងនោះទេកំហុសម្ដងនេះពូមិនចុកទៅពេកក្មួយនោះទេតែសូមកុំឲ្យកើតរឿងបែបនេះជាលើកទី2អីសោះណាហើយពូក៏មិនចង់វិញឆ្ងាយដែររវាងតំណែងក្មួយនិងកូនកេសរនោះពូមិនដឹងទេពូជួយមិនបានទេលោកពូនិយាយបែបនេះបានតែថាម៉េចទេចំពោះរឿងនេះពូទុកឲ្យកូនកេសរនាងជាអ្នកសម្រេចចិត្តដោយខ្លួនឯងថានាងអាចបន្តជាមួយក្មួយដែរឬទេនោះពូមិនបង្ខំកូនទេនោះទេលោកបងហើយចុះចំពោះលោកម្ចាស់ទាំងពីរនោះយើងគិតបែបណាទេយើងបានសន្យាជាមួយលោកហើយណាគិតបែបណាក៏គិតតែសំខាន់កូនកូនធ្វើខ្លួនលំបាត់ល្អមិនគោរពឲ្យតម្លៃដល់ពួកយើងមានបំណងមកលើកូនមនុស្សប្រុសឯណាដែលចូលក្នុងបន្ទប់នោះស្អីតែកដាជប់ហើយថាគ្មានបំណងអីនោះនេះតើលោកពុកចាប់បង្ខំខ្ញុំហើយមែនទេខ្ញុំសប្បាយចិត្តណាស់បានចឹងខ្ញុំគ្មានហេតុផលអីដែលត្រូវរៀបការជាមួយលោកវិទូទេត្រឹមតែទង្វើដែលគេបានធ្វើមកលើខ្ញុំនោះការប្រយុទ្ធមិញនេះវាគឺគ្រប់គ្រាន់អើខ្ញុំដល់ពាក្យវិញហើយបាននេះគ្រប់គ្នាមកងាយមិនឲ្យតម្លៃដល់គ្រួសារខ្ញុំមែនទេខ្ញុំមិនព្រមចាញ់តែបែបនេះទៅទេបើជួយតែបែបនេះហើយនោះបានមែនជុំមិញនេះខ្ញុំមានបំណងទៅចាប់កេសរមែនបើមិនធ្វើបែបនេះតើនាងនឹងព្រមរៀបការជាមួយខ្ញុំដែរទេនាងឲ្យខ្ញុំចាំទាំងភាពមិនច្បាស់លាស់អ្នកណាគេធ្វើបានទៅមនុស្សមកតាមផ្លូវទៅតាមច្បាប់នាងមិនចង់នាងចង់បានមនុស្សប្រុសដែលជាកញ្ចក់គេនេះមែនទេជូនពលលោកពុនមីងបានកូនប្រសាដែលជាកញ្ចក់គេដូចជាខេមរិននេះផងចុះមានតែអ្នកល្ងងទេដែលមើលមិនដឹងថាពួកគេមានចិត្តទៅលើគ្នានោះគ្រួសារពួកឯងនឹងគ្មានក្តីសុខនោះទេខ្ញុំដាក់បណ្ដាសាបែបនេះឲ្យសពនឹងទៅធ្វើដល់ពួកឯងបានធ្វើឲ្យខ្ញុំជឿចាំ
បានហើយវិទូមិនក៏មកដាក់បណ្ដាសាគ្រូសាមីងបែបនេះមកពីខ្លួនឯងសឹងទប់អារម្មណ៍មិនបានកូនកេសរនាងបានព្រមហើយប៉ុន្តែមកពីក្មួយទេដែលធ្វើរឿងអបលកលបចាក់បែបនេះតទៅមិនចាំបាច់មកផ្ទះខ្ញុំទៀតទេ បើខ្ញុំបានកេសរក៏បានតែខ្លួនទេតែចិត្តនាងនៅនឹងអកញ្ចននេះហើយសប្បាយចិត្តទៅថ្ងៃមុខកូនប្រសាគឺជាវីដងហើយ លោកដង្ខៅមានកូនប្រសាជាបាវបំរើនោះ លឺដល់តាខ្វះគេដល់នោះបានហើយយើងគ្មានថ្ងៃយកកញ្ចេះជាកូនប្រសានោះទេហើយកូនជើងក៏មិនល្ងងទៅយកកញ្ចេះខ្លួនឯងដែរទៅបានហើយទៅផ្ទះឯងវិញទៅអត់ពេលឯងក៏មិនខ្វះប្រុសល្អហើយជាណាមានដែរនេះខំតែឆ្លាញ់ចំទុកដាក់កូនចៅជាមួយតែចំក្រោយឯងតែជាមិនចរិតបែបនេះដាច់មនោសញ្ចេតនាជាមួយគ្នាទៅមិនទៅចាប់ទៅចេញផ្ទះយើងភ្លាមទៅចាំសំដីខ្ញុំទៅគ្រួសារពួកឯងនឹងវិនិច្ឆ័យរត់នៅគ្មានក្តីសុខនោះទេបាទហើយឆាប់ចេញពីផ្ទះយើងភ្លាមទេចេញទៅខេមរិនឯងក៏ដូចគ្នាចេញពីមុខចឹងដែរហើយឈប់មកចិត្តកូនស្រីចឹងទៀតដែរឃើញទេមនុស្សគេគិតបែបណានោះនៅឆ្ងាយពីកូនគេសោះបើឯងចង់នៅទីនេះទៀតនោះតែបើឯងធ្វើខ្លួនមិនល្អនោះទេយើងមិនទុកឯងនៅក្នុងផ្ទះយើងទៀតនោះទេឆាប់ចេញទៅបាទលោកម្ចាស់កូនគេសោះក៏ដូចគ្នាឃើញទេបើកូនព្រមជាមួយពុកម៉ែតាំងពីដំបូងនោះក៏គ្មានរឿងបែបនេះដែរពុកដឹងថាវាទូធ្វើនេះក៏ព្រោះតែគេស្រឡាញ់កូនបើកូនមិនរឿងចាំនោះទេព្រមការតាមពុកម៉ែតាមសម្រួលនោះក៏គ្មានរឿងដូចថ្ងៃនេះនេះតែលោកពុកណាតកថាគឺជាមនុស្សល្អទៀតមែនទេនេះខ្ញុំថាជាសំណាក់ខ្ញុំទៅវិញទេដែលមិនបានការប្តីជាមួយមនុស្សបែបនេះប៉ុន្តែលោកពុកបាជាមកបន្តខ្ញុំទៅវិញបើកូនព្រមរៀបការជាមួយគេតាំងពីដំបូងនោះគេក៏មិនធ្វើរឿងបែបនេះដែរតែនៅហើយចោះរឿងវិហួអត់ទៅហើយចំពោះពាក្យដែលគេថាកូនមានចិត្តទៅលើអាខេមរិននោះក៏មិនសនណាកុំដោយពាក្យដែលគេនិយាយឲ្យសនណាបើពុកដឹងពុកក៏មិនទុកកូនដូចឯងនៅក្នុងផ្ទះទៀតនោះទេកូនដែរមិនលើកបុកវល់គ្រួសារវងតកូននោះហើយចាចប់ហើយមិនស្មានថារឿងវាបាជាកលាប់ចាក់ផ្លាស់ប្ដូរបែបនេះសឹងចប់អស់ហើយមកក៏ផ្ទះនេះមានតែរឿងមានតែបញ្ហាបែបនេះអើកូនសំទឹងដែលធ្វើឲ្យកើតរឿងបែបនេះបើទោះជាខកចិត្តពុកម៉ែប៉ុន្តែសំចិត្តខ្ញុំពីព្រោះយ៉ាងណាមនុស្សដូចជាវិទូខ្ញុំមិនអាចយកគេមករួមដំណើរជីវិតជាមួយបាននោះទេដោយពុកកូនថាមិនខុសទេបើកាយចាប់ទៅនោះវិទូក៏មិនចិត្តក្តៅធ្វើរឿងបែបនេះរឿងនេះកូនក៏មានចំណែកខុសដែរនេះសម្បីតែអ្នកម៉ែក៏គិតចឹងដែរមែនទេមិនឃើញទេថាធៀបប្រកេជាមនុស្សបែបណានោះខ្ញុំមិនបានស្រឡាញ់មកខំឲ្យខ្ញុំកើតនោះខ្ញុំតាមចិត្តពុកម៉ែនោះខ្ញុំរងសម្ពាធណាស់ទៅហើយប៉ុន្តែសំណាងល្អទៅវិញទេពីព្រោះតែគេមិនមែនជាគូរបស់ខ្ញុំទៅកើតរឿងបែបនេះជីវិតគូខ្ញុំរើខ្លួនឯងហើយមិនថាគេជាមនុស្សបែបណាទេមកពីណានោះសំខាន់អត់តែគេស្រឡាញ់ខ្ញុំហើយខ្ញុំស្រឡាញ់គេនោះវាគឺជាបំណងប្រាថ្នារបស់ខ្ញុំហើយម៉ែក៏ចង់ដឹងដែរថាមនុស្សដែលកូនរើសខ្លួនឯងនោះវាល្អប៉ុណ្ណាទេប៉ុន្តែសូមកុំឲ្យដូចជាអ្វីដែលគេល្បីនោះទៅបានហើយពីព្រោះពុកម៉ែគ្មានថ្ងៃយល់ព្រមនោះទេនេះសម្រាប់ថាការប្រយុទ្ធមិញនេះលោកបរាជ័យមែនទេមិនក៏មិនបានសម្រេចគ្រាន់តែជាស្រីម្នាក់សឹងបើមិនសម្រេចមានបញ្ហាបែបនេះទៅហើយបើសម្រេចនោះនាងកេសរវាមិននឹងអាចមកឡំប៉ះទេវាប្រកាសជាសង្ងំមិននិយាយអ្វីទាំងអស់ហើយព្រមជាមួយលោកហើយនេះព្រោះតែកំណត់ជបនាងឲ្យខ្ញុំទៅធ្វើរឿងបែបនោះនឹងហើយបានតែខ្ញុំជប់រឿងដូចជាថ្ងៃនេះពេលនេះកុំថាឡើយបានកេសរសូម្បីតែការចូលផ្ទះនោះក៏ខ្ញុំចូលបានទៀតដែរពួកគេលែខ្ញុំមកទីនេះទៀតហើយគឺមកពីលោកគ្មានបានការខ្លួនឯងស្រីម្នាក់សឹងក៏ឲ្យរួចផុតពីដៃដែរប្រហែលជាសំចិត្តនាងកេសរហើយដែលមិនបានការជាមួយលោកនោះហើយចុះលោកវិញនោះគិតធ្វើបែបណាទៀតមានគិតបែបណាមានតែផ្ទះវិញនឹងហើយនេះសូម្បីតែមកខ្ញុំក៏ពួកគេមិនចង់មើលដែរខ្ញុំមិននឹកស្មានថារឿងវាទៅជាបែបនេះកំហុសគឺមកពីនេះឈប់បន្ទោសគេទេគឺមកពីលោកខ្លួនឯងទេនេះពួកគេមើលងាយគ្រួសារលោកហ្នឹងលោកព្រមចាញ់តែបែបនេះមែនទេហើយនាងចង់ឲ្យខ្ញុំធ្វើមិនទេមិនក៏នាងនៅខាងខ្ញុំនាងគួរតែស្អប់ខ្ញុំដូចជាពួកគេដែរពួកគេគ្មានអ្នកណាគោរពឲ្យតម្លៃខ្ញុំក្រៅពីលោកម្ចាស់ទេនាងអមរានាងកេសររួមទាំងបោកអមរាទាំងអស់ក្នុងផ្ទះនេះពួកគេគ្មានខ្ញុំក្នុងកៅភ្នែកទេគេស្អប់ខ្ញុំមិនពេញចិត្តនឹងខ្ញុំមិនដែលទុកពួកគេជាគ្នានោះទេបើលោកចង់បំផ្លាញពួកគេនោះខ្ញុំរីករាយនឹងជួយជានិញប៉ុន្តែខ្ញុំមានលក្ខខណ្ឌជាមួយលោកលក្ខខណ្ឌអីទេបើគ្រប់យ៉ាងបានសម្រេចនោះលោកគឺត្រូវតែគ្រប់យ៉ាងក្នុងផ្ទះនេះនឹងខ្លាចជារបស់ខ្ញុំតែម្នាក់គុណដល់ពេលនោះយើងទាំងសប្បាយជាមួយគ្នាបើសិនជាលោកព្រមជួយនោះអនាគតផ្ទះនេះនឹងទ្រព្យសម្បត្តិទាំងអង្គនឹងខ្លាចទៅជារបស់ពួកយើងទាំងពីរនាក់លោកគិតបែបណាទេនាងគិតចង់ក្បត់លពូតិគុណដែលជាប្តីនាងមែនទេនាងមិនស្រឡាញ់គេទេឬខ្
ខ្ញុំមិនបានគិតស្មោះស្ម័គ្រជាមួយគេទេអ្វីដែលខ្ញុំធ្វើនៅពេលនេះក៏ព្រោះតែចង់មានជីវិតដែលល្អមិនចង់នៅបម្រើគេនោះទេលោកក៏ដឹងស្រីក្មេងស្អាតដូចជាខ្ញុំនេះសំតែនៅជាមួយប្រុសក្មេងៗសាច់ណែនដូចជាលងដេកអោបមនុស្សកញ្ចាស់សាច់ជ្រាយដូចជាបបរនោះគិតថាខ្ញុំមានក្តីសុខតាមណាទេបើលោកជាមួយខ្ញុំនោះពួកយើងនាងពិតជាមិនធម្មតាមែននាងពិតជាចង់បានខ្ញុំចូលរួមផែនការជាមួយនាងមែនទេនាងនិយាយបែបនេះធ្វើឲ្យខ្ញុំមានអារម្មណ៍តែម្ដងហើយបើមានលោកក៏ធ្វើទេនៅទីនេះក៏ល្អបដូរបរិយាកាសហើយពួកយើងនឹងបន្តជួបគ្នាបែបនេះរហូតកុំភ្លេចមកជួបខ្ញុំណាយើងនឹងនិយាយគ្នាគូតែរៀបចំផែនការបែបណាដើម្បីកម្ចាត់ពួកគេចេញពីផ្ទះនេះក្រោយមកពួកយើងក៏ឡើងធ្វើធំក្នុងផ្ទះនេះតែម្ដងខ្ញុំមិនចង់និយាយផែនការអីនោះទេនៅពេលនេះក្នុងអារម្មណ៍ខ្ញុំកំពុងតែគិតរឿងមួយតែប៉ុណ្ណោះខ្ញុំសុំឲ្យណាវីទូតាមសម្រួលក៏បានវីទូហើយចាវីទូរស័ព្ទហ្នឹងកុំលេងកន្លែងនឹងអីរស័ព្ទណាវីទូអាចាវីទូហ៊ើយនេះតើកូនលាក់ទៅណាទៅរកពេញផ្ទះហើយមិនឃើញសោះក្នុងផ្ទះកើតរឿងអីក៏មិនដឹងថាពួកគេនិយាយគ្នាពីស្អីខ្លះទេមានទាំងលោកម្ចាស់នាងអមរានាងកេសរលោកវិទូអាខេមរិនបែកវងហើយប៉ុន្តែមិនឃើញកូនលាក់បាត់ក្បាលទៅណាក៏មិនដឹងដួងលាក់គេទៅណាហើយមិនក៏ខ្ញុំរកមិនឃើញនៅក្នុងម៉ូតូបែបនេះនឹកខ្ញុំរកពេញផ្ទះហើយណាគឺខ្ញុំក៏មិនដឹងដែរថាកូនលាក់ទៅណាដែរនោះនេះខ្ញុំកំពុងតែតាមរកនាងដូចគ្នាលោកម្ចាស់មានការអីចង់និយាយជាមួយកូនលាក់មែនទេប្រាប់ខ្ញុំក៏បានដែរណាស់ចាំខ្ញុំប្រាប់កូនលាក់ឲ្យនឹកខ្ញុំរកប្រពន្ធខ្ញុំចាំបាច់មានការដែរមែនទេឆាប់ទៅរកនាងឲ្យឃើញខ្ញុំចាប់នាងក្នុងបន្ទប់នេះតើលោកបងរកខ្ញុំមានការអ្វីមែនទេសុំទោសផងណាខ្ញុំមានការទៅខាងក្រៅមិនបានជំរាមទៅក្រៅនាងទៅក្រៅធ្វើអីមិនក៏មិនតំនាងដងទៅជាមួយផងតែនាងទៅធ្វើអីមែនទេនាងក៏ប្រាប់ថានាងមានលុយតែដងជាមួយប្រុសនៅខាងក្រៅសោះណាអត់មានទេណាលោកបងគឺខ្ញុំមានការបន្តិចហ្នឹងជួបអ្នកស្គាល់គ្នានៅខាងមុខផ្ទះក៏ជប់ជជែកគ្នាលេងបន្តិចទេខ្ញុំឯណាតែមានអ្នកក្រៅនោះបើរាល់ថ្ងៃនេះខ្ញុំមានតែលោកបងមួយគ្រប់គ្រាន់ហើយក្តីស្រឡាញ់មួយនេះគ្មានចំណាយសម្រាប់អ្នកផ្សេងទេលោកម្ចាស់ជាម្ចាស់ជីវិតខ្ញុំជាតិនេះមានលោកម្ចាស់តែម្នាក់គឺគ្រប់គ្រាន់ហើយឡោះហើយបើអញ្ចឹងឆាប់ចូលទៅក្នុងបន្ទប់តែជួយម៉ាស្សាខ្ញុំបន្តិចនឹកខ្ញុំមានអារម្មណ៍ដូចជាចូលពេញខ្លួនដែរឆាប់ទៅធ្វើសរសៃស្អីទាំងកណ្ដាលថ្ងៃទេនេះគេមិនផុតពីរឿងលើក្រែទេនេះទៅតែរត់ជាមួយវិទូមិញនេះមានកម្លាំងឯណាបំរើគេទេអាតាកញ្ចាស់នេះគឺពិតជាល្មុកណាស់ឡើងក្រែទាំងថ្ងៃតែម្ដងហើយហើយនៅសម្លឹងស្អីទៀតមិនក៏មិនឆាប់ទៅបំរើលោកម្ចាស់ទៅតិចគាត់ខឹងឥឡូវហើយបំរើលោកឲ្យបានល្អណាស់កុំឲ្យលោកទៅចិត្តអីសោះមិនក៏មិនឆាប់ទៅលោកម្ចាស់នេះពិតជាមិនធម្មតាមែនទាំងកណ្ដាលថ្ងៃចេះចឹងហ្មងវិញប្រហែលជាជាប់ចិត្តនឹងកូនលាក់ខ្លាំងហើយមើលទៅហើយនេះមកឆោស្អីនៅទីនេះតាំងពីកាលទៅនាងដូចជាសប្បាយចិត្តដល់ហើយណោះសប្បាយចិត្តរឿងអីទេកូនមានក្តីសុខម៉ែក៏សប្បាយចិត្តគឺសប្បាយចិត្តនឹងលោកម្ចាស់គាត់ជាប់ចិត្តនឹងកូនលាក់នឹងណាញ់លោកស្រីមើលចឹងហើយកូនលាក់ឡើងក្រែទាំងកណ្ដាលថ្ងៃត្រង់តែម្ដងហើយនេះមួយរយៈនេះលោកស្រីប្រហែលជាមិនពិបាកទេពីព្រោះការងារយកកូនលាក់ជំនួសបានទាំងស្រុងហើយនោះអាណិតដែរនឹងណាញ់ប៉ុន្តែមិនដឹងធ្វើយ៉ាងម៉េចពីព្រោះលោកស្រីនេះក៏កញ្ចាស់ងៅទៅហើយស៊ូជាមួយក្មេងមិនបានទៅមានតែទ្រាំដេកអោបខ្នើយទៅរឿងបែបនេះវាជារឿងធម្មតារបស់មនុស្សទេគេថារលកក្រោយច្រើនរលកមុននោះអីសបាយអស់សិនចោះនាងខ្ញុំមិនព្រមនៅតែបែបនេះទេ